ចាញ់ពីកាហ្វេតារ៉េនឥឡូវនេះចូលម្ដងកាហ្វេមានវិញម្ដងបងព្រោះឥឡូវនេះតារ៉េនអស់ពីស្តុកហើយអញ្ចឹងនៅសល់តែមានមកដាក់កាហ្វេមានមួយកែវហ្មងហើយតែនិយាយគ្នាសិនណាមុខមីនុយកាហ្វេតារ៉េននិងកាហ្វេមានហ្នឹងគឺខ្ញុំធ្វើញ៉ាំខ្លួនឯងទេហាមជេរនិយាយគ្នាឲ្យគ្រាន់តែវីដេអូកាហ្វេតារ៉េនថ្ងៃមុនចាលេងពួយជេរយកមក គឺខ្ញុំធ្វើញ៉ាំខ្លួនឯងទេមិនបានធ្វើលក់ទេណាសូមជម្រាបចាអូខេអញ្ចឹងសម្រាប់កាហ្វេមានរបស់យើងចាប់ផ្ដើមដំបូងគឺមាននឹងឯងបងសម្រាប់មានហ្នឹងគឺខ្ញុំបានបកសាច់វារួចហើយយកវាមកជ្រុំតិចៗអញ្ចឹងណាបន្ទាប់មកខ្ញុំដាក់ជាមួយនឹងទឹកកាហ្វេចំនួន80 ml ជាមួយនឹងទឹកដោះគោស្រស់30 ml សម្រាប់កាហ្វេហ្នឹងគឺធម្មតាមិនចាស់មិនខ្ចីក៏មិនផ្អែមខ្លាំងពេកដែរជាតិផ្អែមវិញប្រហែលជាខ្ទង់75%ព្រោះខ្ញុំចូលចិត្តញ៉ាំប៉ុណ្ណឹងចឹងណាបងសម្រាប់ទឹកដោះគោខាប់វិញចំនួន30 ml ដូចគ្នាស្មើនឹងជាតិផ្អែម75%ណាធ្វើការជ្រុំវាឲ្យបែកជាមួយនឹងសាច់មានរៀងចូលទៀតទៅប៉ុន្តែបច្ចេកទេសសាច់មានរបស់យើងគឺវាអត់អាចបែកមកស្ទឹងដូចសាច់តារ៉េនទេដោយសារតែមានវានៅរៀងសាច់ដុំអញ្ចឹងណាយើងគាត់តែជ្រុំឲ្យវាបែកសាច់មួយចំនួនមកបែរណៃហើយបន្ទាប់មកត្រៀមទឹកកកមួយកែវហើយធ្វើការចាក់ចូលតែម្ដងតែហើយសាច់មានរបស់យើងគឺនៅខាងលើបែបនេះបងមើលទឹកកាហ្វេរបស់ខ្ញុំបានណាចាមិនមែនជាកាហ្វេចាស់ទេណាប៉ុន្តែគ្រាន់តែឃើញទឹកកាហ្វេគឺដឹងថាខ្ទិះដិតល្អបាក់ប៉ុណ្ណាដែលបងនិយាយទៅគឺកាហ្វេរបស់ខ្ញុំនេះខ្ទិះចាស់ដិតល្អអត់មានក្លិនឈាមទេតែក្លិនគេឈ្ងុយល្អណាស់1គីឡូ 29000បង